សួស្តីបងប្អូនអ្នកគ្នាថ្ងៃនេះខ្ញុំនាំក្មេងៗមកមើលទេសភាពនៅវាលស្រែបងប្អូនហើយបងប្អូនថ្ងៃនេះខ្ញុំចាប់ផ្ដើមមកទស្សនាទេសភាពនៅវាលស្រែនៅក្បែរផ្ទះហ្នឹងនេះទេសភាពវាលស្រែបងប្អូនអើយនិយាយថាស្រស់ស្អាតមែនតើចោះមកដល់ពិតជាភ្លឺភ្នែកជាចិត្តហ្មងណាបានមកលេងហើយអត់ចង់ឡើងទៅវិញទេព្រោះនៅទីនេះវាសម្បូរមានទឹកលេងនេះអូយមានខ្យងមានអីណាតាមបងប្អូនតែដល់ពេលមិនអញ្ចឹងនេះតែទឹកវាអត់ស្អាតទេបងប្អូនដោយសារតែនេះវាមានទឹកខមានទឹកអីបងប្អូនអូយនេះវាស្រែណាមួយថ្ងៃនេះខ្ញុំឃើញមេឃក្រៅពីភ្លៀងហើយមេឃចាប់ដល់ស្អាតមែនតើណាបងប្អូនអើយខ្ញុំហើយឃើញស្អាតពេកទុកអារម្មណ៍អត់បានក៏មកថតរូបលេងទៅថាមកថត2 3ស្លឹកឯតែនេះតាមភាពវាស្រែបងប្អូនស្អាតនេះបីតែស្រូវក៏ចាប់ផ្ដើមជាងកពួរដែរអូយទៅតោមឯចូលនេះហើយចាប់ដើមតោមហើយស្អាតណាស់មេឃថ្ងៃនោះឡើងស្អាតហ្មងណាតែខ្ញុំអត់បាននៅយូរតែព្រោះអីនៅវាស្រែអញ្ចឹងណាមួយខ្ញុំខ្លាចឆ្លើងបងប្អូនតែវាមានខ្យងនេះបងប្អូនខ្យងអូយបងប្អូននេះខ្យងខ្មែរហ្នឹងបងប្អូនអូយធំធំណាបងប្អូនខ្យងអូយមែនអូយបើដល់រូបបាននេះដល់រូបបានច្រើនបងប្អូនអើយនៅក្នុងហ្នឹងនេះសបោដែរតាហ្នឹងបងប្អូនមានប្រព័ន្ធវាស្រែក្មេងស្រុកស្រែមានអីតែបងប្អូនអើយមានតែប៉ុណ្ណាបានខ្យងមួយដែរទុកវានៅក្នុងហ្នឹងវិញទៅបាទដឹងយកវាទៅធ្វើអីដែរហើយសបោសបោអីដែរហ្នឹងបងប្អូននេះឥឡូវខ្ញុំចាប់ដើមធ្វើដំណើរទៅវិញបងប្អូនអើយតាមមួយរៀងល្ងិតដែរអីអត់ហ៊ាននៅយូរ